ប្រទេសចិនបានប្រមានសហភាពអឺរ៉ុបឲ្យបញ្ឈប់ការបង្កបញ្ហារឿងនៅសមុទ្រចិនខាងត្បូងបន្ទាប់ពីប្រធានគោលនយោបាយការបរទេសអឺរ៉ុបលោកស្រី Kaja Kallas បានសម្ដែងការព្រួយបារម្ភជុំវិញសកម្មភាពបង្កហេតុរបស់ចិននៅក្នុងផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រមួយនេះអ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃប្រហ័សថាចិនជំរុញឲ្យអឺរ៉ុបគោរពយ៉ាងពិតប្រាកដនៅអធិបតេយ្យភាពដែនដីនិងសិទ្ធិរួមទាំងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូងហើយបញ្ឈប់ការបង្កបញ្ហាតទៅទៀតការប្រមានរបស់ចិននេះកើតឡើងបន្ទាប់ពីលោកស្រី Kallas និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Enrique Manalo នៅដើមសប្តាហ៍នេះបានប្រកាសអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរួមទាំងការការពារថ្មីរបស់អឺរ៉ុបនិងហ្វីលីពីនភាគីទាំងពីរក៏បានសម្ដែងការព្រួយបារម្ភផងដែរអំពីវិធានការខុសច្បាប់ការបង្ខិតបង្ខំការឈ្លានពាននិងបោកបញ្ឆោតរបស់ចិនប្រឆាំងនឹងនាវាក៏ដូចជាយន្តហោះហ្វីលីពីនដែលធ្វើប្រតិបត្តិការដែនសមុទ្រស្របច្បាប់នៅសមុទ្រចិនខាងត្បូងប្រទេសពាក់ព័ន្ធជាច្រើនរួមទាំងហ្វីលីពីនបានទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងប៉ុន្តែទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពស្ទើរតែទាំងអស់នៅទីនោះការទាមទារនោះបានលាតសន្ធឹងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៃប្រទេសប្រ៊ុយណេឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីននិងវៀតណាមដែលនាំឲ្យមានជម្លោះជាញឹកញាប់រវាងប្រទេសចិននិងប្រទេសជិតខាង។